ថ្ងៃនេះនាំដល់អ្នកខកពីប្រឡំស្រាំជាមួយខ្ញុំមកមុនមក5ភ្លឺហ្នឹងគឺយើងទៅមើលថ្ងៃរះបណ្ដើហើយយើងទៅលេងសៀមរាបពី3ថ្ងៃពីនេះបណ្ដើដល់គ្នាអញ្ចឹងតាមផ្លូវល្មមតាជីមកដល់កន្លែងញ៉ាំបាយពីថ្ងៃនៅសៀមរាបហ្នឹងគឺគេលក់ខ្លះអីខ្លះឈប់ច្រើនកន្លែងដល់គ្នាល្មមតាមដល់ភូមិបាកោដែលយើងសម្រាប់ញ៉ាំបាយថ្ងៃនៅហ្នឹងណាមួយទៀតដល់ភូមិបាកោនោះវាមានកន្លែងលេងផ្សេងៗនេះទៀតអញ្ចឹងណាខ្ញុំថត photo ដល់គ្នាមើលខ្លះថានៅក្នុងហ្នឹងវាមានកន្លែងអីខ្លះផ្លូវដើរចូលទៅមិនខ្លះអីមិនខ្លះអញ្ចឹងណាខ្ញុំចាក់ដាក់នៅក្នុងហ្នឹងឲ្យមើលទៅហើយយើងញ៉ាំបាយថ្ងៃញ៉ាំអីអញ្ចឹងណាហើយតែសភាពគេនៅនេះមានច្រើនកន្លែងអ្នកចង់អង្គុយកញ្ចុះនឹងណាក៏បានដែរហើយម្ហូបគ្មានអីទេយើងមានតែហាងដុតម្ហូបបែបអ្នកនៅសៀមរាបអីអញ្ចឹងណារសជាតិរបស់គាត់ណាញ៉ាំបាយហើយគឺយើងមក get ready បាញ់ធ្នូអ្នកគ្នានៅនេះគេមានបាញ់ធ្នូបាញ់កំភ្លើងបាញ់អីអញ្ចឹងណាតែខ្ញុំស្រីខ្ញុំចាប់បាញ់ធ្នូលេងអញ្ចឹងទៅតែបើបងអ្នកទៅលេងរៀងប្រយ័ត្នតិចព្រោះពេលបាញ់ធ្នូនេះទៅហើយគឺចុកដៃព្រោះយើងប្រើកលាំងបើយើងអត់ដែរហាត់ប្រាណអីអញ្ចឹងណាគឺមានចការចុកដៃតែម្ដងដូចមិត្តភក្តិខ្ញុំអីអញ្ចឹងអត់សូវហាត់ប្រាណអ្នកគ្នាបាញ់ហើយថ្ងៃហ្នឹងអត់អីទេយប់ឡើងក៏អត់អីណាប្រដៅស្អែកឡើងគឺចុកដៃហ្មងចានេះហើយសិតតែនារីក្លាហានរងមុំណាអ្នកគ្នាគឺបាញ់ធ្នូបាញ់អីណានៃសបើមកប៉ុន្តែពេលយើង set up ហ្នឹងគឺមានគេបរៀនយើងដូចគ្នាថាតែយើងគួរបាញ់មិនធ្វើមិនអីមិនអញ្ចឹងណានេះគេហ៊ានបាញ់ហ៊ានអីដែរបន្ទាប់ពីលេងធ្នូនៅភូមិបាកុងរួចអស់ពួកខ្ញុំតតែសម្រាប់សិនប្រហែលជាម៉ោង3ពួកខ្ញុំរៀបចំចេញមកវិញចូលជាម៉ោង4មិនខ្ញុំទៅដល់ផ្សារតាព្រំអញ្ចឹងទៅដើរមើលប្រាសាទដើរអីអញ្ចឹងទៅចានេះគឺជាក្រុមទាំង3នាំគ្នាដើរមើលប្រាសាទមើលអីណាអីអញ្ចឹងណាតែដើរទៅដើរនេះមិនដឹងនិយាយអីគេខ្លះទេនៅក្នុងនឹងហើយនេះគឺជាសម្រាប់ប្រាសាទខ្មែររបស់យើងមានឈ្មោះដើមឈើហើយថ្ងៃម៉ោង4នេះក៏នៅតែរៀងក្តៅដែរណាស់នេះខ្ញុំទៅហ្នឹងណាហើយមួយទៀតគឺថតបានដល់នៅនៅជាងក្លឹបអីចាចាំតោះមើលថ្ងៃលេខមើលអីចឹងទៅហើយគឺដល់វគ្គយប់ឡើងណាខ្ញុំដល់ញ៉ាំអីរួចទៅយើងដឹងហើយយើងទៅប្រាប់ស្រីទៅអីចឹងណាចឹងផ្លុំឡើងបន្ទាប់ពីដើរលេងពីយប់រួចអស់ទៅក៏មកហៅកាហ្វេចឹងហៅកាហ្វេនៅផ្ទះស្បូវកាហ្វេ I don't remember ប៉ុន្តែកាហ្វេនៅកន្លែងគាត់ឆ្ងាញ់ណាស់នេះថតរូបពីបោះទៅប៉ុន្តែរូបនេះថតបណ្ដាគឺកំពុងតែខំគ្នាបណ្ដាតែម្ដងខ្ញុំជាមួយនឹងមិត្តភក្តិខ្ញុំពី3នាក់ទៀតណាហើយខ្ញុំជាមួយនឹងកាហ្វេកាំមួយនេះអ្នកនរគ្នាគូអនុស្សាវរីយ៍មិនអាចអត់ផឹកបានទេថ្ងៃខ្ញុំទៅនេះគឺមានអានំកគេអាំងបែបជប៉ុនអញ្ចឹងអ្នកនរគ្នាគេអាំងប្រើភ្លើងតិចហើយនំកនោះឆ្ងាញ់ហ្មងមានស្នូមានអត់ស្នូអីអញ្ចឹងណាហើយបន្ទាប់មកយើងទៅសារមន្ទីរទៅ Team Gallery អ្នកនរគ្នាសម្រាប់ខ្ញុំគឺជាលើកទី1ដែលទៅលេងនៅ Team Gallery នឹងដែរអញ្ចឹងណាចឹងខ្ញុំថត footage ឲ្យអ្នកគ្នាមើលខ្លះជាមួយនឹងវត្ថុដែលគេដាក់តាំងរបៀបសំណង់បុរាណដូចស្ពាន់ដូចរបស់មួយចំនួនទៀតដែលមានក្បាច់ខ្មែររបស់ពីដើមអញ្ចឹងយើងដើរមើលដើរអីចឹងទៅគេដាក់តាំងនៅនឹងហើយមានកន្លែងខ្លះគេប្រាប់ information យើងអក្សរសាលាចរិត10ទាំងអីអញ្ចឹងណាកន្លែងខ្លះទៀតក៏គេអត់មានដែរអញ្ចឹងយើងអាចសួរបើសិនជាមានអ្នកដែលគាត់នៅហ្នឹងបើមិនចឹងទេយើងមើលខ្លួនឯងចានៅកន្លែងហ្នឹងធំណាស់អ្នកគ្នាឲ្យមានច្រើនមែនតើខ្ញុំគ្រាន់តែដើរចង់វែងហ្មងគេមានកន្លែងច្រើនណាអ្នកគ្នាហើយកន្លែងថតរូបកន្លែងណាក៏មានដែររបៀបគេមានចែកសូនគ្នាមកប្លង់ផ្សេងៗលំហាប់ឧបករណ៍បុរាណខ្មែរផ្សេងទៅកៅអៅខ្មែរផ្សេងទៅរបស់របរដែលខ្មែរប្រើប្រាស់ពីជំនាន់មុនផ្សេងទៀតទៅហើយប្រភេទលខោនប្រភេទអីរបៀបស្បែករបៀបអីស្គរគោះរនៀតអីហ្នឹងគឺមានទាំងអស់ហ្មងឧបករណ៍ដែលយើងប្រើប្រាស់ជំនាន់មុនអីដែលរបៀបជារបស់ចាំបាច់ណាដូចឈ្នាន់ដូចធូដូចអីចឹងណាអ្នកនេះអាហ្នឹងគឺមានហ្មងកន្លែងឧបករណ៍ផ្ទះបាយមានក្បឿងបាយនំគ្រូអីមកផ្សេងទៀតទៅហើយពុតបដមាខ្ជូតមិនខ្ជូតទេស្មាត់ទៅគឺកន្លែងដែលរបៀបដូចគេតាំងគ្រប់ហ្មងផ្សេងទៀតទៅហើយអ្នកនរនេះស្គាល់ហើយថានេះគឺជាអីគេរបៀបសម្រាប់កោះដូងដែលគេអង្គុយប៉ុណ្ណាឃើញម៉ូតលយហ្មងហើយអ្នកនរគ្នាទៅលេងយើងនៅហ្នឹងបើសិនជាមានពេលណាចំណាយពេលកន្លះថ្ងៃពី3ម៉ោងអីនៅក្នុងក៏បានណាព្រោះរិះសាឡាយហ្នឹងគឺមានអីមើលច្រើនឡើងមែនតើគ្រាន់តែដូចជាអត់មានកន្លែងញ៉ាំអីទេអញ្ចឹងយើងអាចញ៉ាំអីឲ្យហើយទៅចាំយើងទៅអញ្ចឹងណាអាចចូល bucket list របស់អ្នកនរគ្នាទៅដោយសារតែនៅនេះវាស្អាតដែរហើយវាមានកន្លែងថតច្រើនហើយកន្លែងថតរូបមួយនេះដែលខ្ញុំកំពុងតែថតហ្នឹងគឺកន្លែងដែលគេ viral ថតច្រើននៅក្នុង TikTok ព្រោះដោយសារកន្លែងនេះវាមានរបៀបដូចផ្ទះគេចុះមកសំណង់បុរាណលាយគ្នាមួយសម័យអីចឹងហើយដូចមានស្ពានសម្រាប់យើងដើរកាត់ឆ្លងកាត់មានទឹកមានអីចឹងណាយើងថតនៅកន្លែងហ្នឹងទុកធ្វើ TikTok trend ហើយយកមកដាក់ភ្លេងដាក់អីខ្លួនឯងទៅចាកន្លែងគេមានហុកមានអីច្រើនណាចឹងបន្តមកដល់វគ្គពេលល្ងាចអីទៀតណាអ្នកពេលល្ងាចមានទៅណាទៅ Pop Street អីហ្នឹងទៅTemple ទេចាខ្ញុំដាក់ footage ឲ្យអ្នកគ្នាមើលតិចតួចនេះប៉ុណ្្នឹងទៅដើម្បីកុំឲ្យថាបើសិនជាអ្នកផ្ទះខ្ញុំគាត់មើលវីដេអូខ្ញុំទៅគាត់ថាមានចការប្រើប្រាស់ជីវិតភ្លើងពណ៌ខ្លាំងមែនតែម្ដងព្រោះអីល្ងាចឡើងបាយល្ងាចហើយប្រហែលម៉ោង7 8 9អីហ្នឹងគឺចាប់តាមទៅហើយដើរពីថ្ងៃចុកជើងអីទៅ spa massage ជើងហើយបានទៅបន្តទៀត